ទាំងអស់នៅគុំថាឡើយអ្នកនិយាយហ្នឹងហ៊ុនសែនក៏ដោយក៏ខ្ញុំបបួលស្បត់ដាក់ជីវិតដែរឲ្យតែហ៊ាននិយាយថាឲ្យតែហ៊ានចោតប្រកាន់ថាខ្ញុំបាតកម្មនឹងបានលុយមកកាក់មួយសេនណាដឹងមួយចំនួនមានតែពួកត្រពងគ្នាគាត់គ្នាគណៈបកប្រជាជនចូលរួមជាមួយនឹងចលនាបាតកម្មរបស់គេនៅថ្ងៃខាងមុខបានដោយដែលពុកម៉ែបងប្អូនបានដឹងហើយថាបាតកម្មកន្លងមកអត់មានអីឆ្ងាយពីការប្រមូលលុយទេគ្រាន់តែថាលើកនេះគេប្រើប្រាស់ទម្រង់ប្រមូលលុយប្លែកពីលើកមុនដោយលើកនេះគេចម្រិតយកមុនតែម្ដងបុគ្គលណាដែលចង់ចូលរួមជាមួយនឹងចលនាបាតកម្មនេះតើតែបង់លុយឲ្យគេ$50ដែលគិតជាលុយលោកកូរ៉េប្រហែលជា70000វ៉ុននឹងសិនតើអាចចុះឈ្មោះចូលរួមជាមួយនឹងចលនាបំផ្លាញជាតិនឹងបានអត់ទៅជេរបិចោគាត់អីទេបងប្អូនខ្ញុំមិនចង់ជេរតែស្ត្រីទេទោះបីជាគាត់គឺជាមនុស្សគេហៅថាថោកទាបមូលបកាច់មូលកាន់តែនិយាយគេហៅថាកាន់តែនិយាយកាន់តែថោកទាបដល់ទៅពេលការពិតបងប្អូននៅប្រទេសកូរ៉េគេដឹងហើយក៏ប៉ុន្តែអ្នកដែលអត់ដឹងមួយចំនួនមានតែពួកត្រពងគ្នាគាត់គ្នាគណៈបកប្រជាជនពួកត្រពងពួកលើកជើងអីហ្នឹងខ្ញុំមិនចង់ជេរស្ត្រីទេបងប្អូនគ្រាន់តែបងប្អូនដឹងថាមនុស្សអាក្រក់វារគំនិតអាក្រក់រពាក្យសម្ដីរវិធីសាស្ត្រថោកទាបណាដែលយើងធ្វើឲ្យយើងឈឺចាប់មនុស្សអាក្រក់និយាយរួមសន្តានវាចេញមកពីក្នុងខ្លួនមកដូចលាមកអញ្ចឹងលាមកអត់អាចរកកន្លែងកោបឃើញទេអញ្ចឹងវាធ្វើមិនធ្វើឲ្យយើងស្អុយធ្វើឲ្យយើងចង់តបតខ្ញុំមិនចង់តបតឲ្យនារីម្នាក់នេះអាក្រក់ទេបងប្អូនខ្លះគិតថាម្នាក់ហ្នឹងអាចារ្យហ្វីសមតែជេរខ្ញុំក៏សមតែជេរដែរបងប្អូនហើយប៉ុន្តែខ្ញុំកាន់តែអាណិតគាត់ទៅវិញទេថាអត់ស្គាល់ពីតម្លៃខ្លួនឯងកាន់តែនិយាយកាន់តែថោកកាន់តែនិយាយកាន់តែអស់តម្លៃគេជេរសោកសាច់ក៏គាត់អត់ឈឺចាប់ដែរអញ្ចឹងគ្រាន់តែខ្ញុំអាណិតកំណើតម៉ែគាត់ដែលខំផ្ដល់កំណើតឲ្យគាត់ឈាមទាំងថ្លុកក៏ប៉ុន្តែបែរជាកើតកូនមកចោលមកសៀតមូលបកាច់គេបង្កើតគេហៅថាបង្កើត account fake ដើម្បីដាក់ឈ្មោះឬក៏ដាក់រូបភាពជាអ្នកប្រឆាំងហើយគេបង្កើតរូបភាពហ្នឹងគេថាអ្នកបាតកម្មចុះឈ្មោះទៅបង់លុយ$50ឥឡូវហ្នឹងគេយើងបងប្អូនយើងមួយចំនួនតបទៅគេថាដូរមកស្មើនឹង70000វ៉ុនដំបូងគេដាក់$ច្រឡំអីចឹងណាអត់ដឹងថានៅកូរ៉េចាយលុយវ៉ុនអញ្ចឹងដល់ពេលហើយគេនេះទៅគេជ្រាវទៅគេប៉ាន់ស្មានថាស្មើនឹង70000វ៉ុនអីចឹងបងប្អូននៅកូរ៉េគាត់ដឹងហើយថាពួកយើងចូលរួមបាតកម្មនេះដោយទឹកចិត្តស្មោះសរបរិសុទ្ធមិនមានវាចវេមានគណៈកម្មការត្រឹមត្រូវឲ្យលុយនឹងអត់មានយកទៅឲ្យម៉ែខ្ញុំជាអ្នកបាតកម្មទេអត់មានយកមកឲ្យខ្ញុំស៊ីទេបើសិនជាហ៊ានស្បត់ជាមួយខ្ញុំក៏ខ្ញុំបបួលអ្នកទាំងអស់នៅគុំថាឡើយអ្នកនិយាយហ្នឹងហ៊ុនសែនក៏ដោយក៏ខ្ញុំបបួលស្បត់ដាក់ជីវិតដែរឲ្យតែហ៊ាននិយាយថាឲ្យតែហ៊ានចោតប្រកាន់ថាខ្ញុំបាតកម្មនឹងបានលុយមកកាក់មួយសេនណាខ្ញុំហ៊ានស្បត់ខ្លួនឯងបើខ្ញុំបានប៉ះពាល់លុយបាតកម្មមកកាក់មួយសេនឲ្យខ្ញុំជិះកប៉ាល់ហោះធ្លាក់កប៉ាល់ហោះជិះឡានក្លាប់ឡានជិះទូកឲ្យលិចទូកឲ្យកពើស៊ីឲ្យថ្លៃស្លាមស៊ីចោះក៏ប៉ុន្តែប្រសិនបើអ្នកទាំងអស់នឹងវិញចោតប្រកាន់ដោយបំភ្លៃពីការពិតសូមឲ្យអ្នកទាំងអស់ហ្នឹងខ្ញុំអត់មានតឡាការទេក៏ប៉ុន្តែខ្ញុំប្តឹងតឡាការគេហៅថាតឡាការទេវតាតឡាការការពិតឲ្យបារាមុខឲ្យកុំដល់ឪពុកម្ដាយគាត់ឲ្យគាត់ហ្នឹងជិះឡានក្លាប់ឡានជិះកប៉ាល់ហោះធ្លាក់កប៉ាល់ហោះជិះទូកលិចទូកនិយាយរួមទៅឲ្យងាប់ដូចគ្នាតៃហោងដូចគ្នាហើយស្បត់ទាំងអស់ហ្នឹងឲ្យមេដឹកនាំទាំងអស់ហ្នឹងបបួលមេដឹកនាំទាំងអស់ដែលពួកហ្នឹងគ្រប់គ្រងថាពួកហ្នឹងមានស៊ីលុយជាតិអត់ប៉ះសិនបើពុកឲ្យលួយឲ្យពួកអ្នកទាំងអស់ហ្នឹងទេវតាវាយបំបាក់កឲ្យជិះកប៉ាល់ហោះក្លាប់កប៉ាល់ហោះឲ្យជិះឡានកភ្លូកឡានទោះមានអង្គរៈបិទផ្លូវមិនក៏ដោយឲ្យហ៊ានមេដឹកនាំលោកហ៊ុនសែនលោកហ៊ុនម៉ាណែតហ៊ានស្បត់ដូចខ្ញុំអត់ហ៊ានយកជីវិតមកលេងអត់បើពួកហ្នឹងអ្នកគ្រប់គ្រងលោកហ៊ុនសែនក៏ដោយមិនចាំបាច់ប្រមូលទៅអាមីអាថងអាចកអាចែមហ្នឹងទេខ្ញុំហ៊ានប្រមូលលោកហ៊ុនសែនបើខ្ញុំបាតកម្មបៀតបៀនប៉ះពាល់មកកាក់មួយសេនមួយរៀលបាន100លុយខ្មែរមិនបាច់ដល់លុយវ៉ុនទេឲ្យបើខ្ញុំយកលួចលុយបាតកម្មយកទៅចាយយកទៅប៉ះពាល់លុយហ្នឹងឲ្យខ្ញុំដូចខ្ញុំនិយាយអំបញ្ញមិញអញ្ចឹងឥឡូវដូចគ្នាអត់ពួកមន្ត្រីពុកឲ្យលួយពួករបបលោកហ៊ុនសែននេះបើសិនបើកាប់បំផ្លាញព្រៃឈើលក់សម្បត្តិធម្មជាតិប្លន់ដីរាស
កាប់បំផ្លាញគេហៅថាជីករ៉ែខ្មែរបំផ្លាញធនធានខ្មែរលក់ជាតិបំផ្លាញជាតិបាត់ទឹកបាត់ដីកាត់ដីកាត់អីឲ្យយួនកាត់ដីឲ្យថៃកាត់អីឲ្យថៃហ៊ានស្បត់ឲ្យខ្ញុំថាហ៊ានស្បត់យកជីវិតយកមកបដូរជាមួយខ្ញុំអត់ឥឡូវយើងមិនចង់បាច់ព្រោះតឡាការព្រោះតឡាការស្រុកខ្មែរយើងដឹងហើយប្រសិនបើអ្នកឯងគិតថាខ្ញុំនឹងធ្វើបាតកម្មនឹងប្រមូលលុយមែនណាអ្នកឯងប្តឹងទៅតុលាការការ៉េក៏បានដែរឲ្យស៊ើបអង្កេតថាពួកបាតកម្មហ្នឹងពុកឲ្យលួយយកលុយកេងប្រវាញ់បងប្អូនពលករកន្លែងណាយកលុយបងប្អូនយកសាក់សីឲ្យពួកអាអ្នកដែលនិយាយថាប្រមូលលុយម្នាក់$50ហ្នឹងមកឲ្យវាប្តឹងទៅតុលាការការ៉េខ្ញុំសុកចិត្តទៅឡើងតតាំងជាមួយតុលាការការ៉េឲ្យតុលាការការ៉េចាប់ខ្ញុំដាក់គុកហ្មងឥឡូវហ៊ានអត់និយាយអញ្ចឹងមិនចាំបាច់ជេរតតាំងឯងខ្ញុំយកតែហេតុផលប៉ុណ្ណឹងយកតែរឿងប៉ុណ្ណឹងយកមកឲ្យបងប្អូនពិចារណាទៅថាមនុស្សនេះវាកាន់តែនិយាយធ្វើមិនឲ្យយើងនឹងខឹងឲ្យយើងនឹងបចោឲ្យយើងនឹងដៀលថ្មីឲ្យយើងនឹងគេហៅថាវាដុតយើងឲ្យយើងក្តៅទ្រូងឲ្យយើងឈឺចាប់ឲ្យយើងជេរទៅធ្លាក់តម្លៃខ្លួនឯងពេលណាដែលយើងជេរមនុស្សស្រីទៅវាកាន់តែធ្លាក់តម្លៃខ្លួនឯងអញ្ចឹងខ្ញុំអត់ចង់ឲ្យបងប្អូនជេរទេក៏ប៉ុន្តែយើងក៏គ្រាន់តែយកហេតុផលឲ្យបងប្អូនអ្នកស្ដាប់គាត់យល់ទៅបានហើយបើមិនបើយើងជេរហ្នឹងបុគ្គលហ្នឹងកាន់តែល្បីបន្តិចទៀតវាខ្លាយទៅជាជំទាវចំតាត់ឲ្យគេបុកឥឡូវហើយនិយាយលើសតិចចោះបងប្អូនហើយបន្តិចទៀតគាត់អាចខ្លាយទៅជាជំទាវដោយសារតែបងប្អូនជេរដល់ពេលបងប្អូនជេរកាន់តែខ្លាំងទៅគេមើលឃើញពីគុណសម្បត្តិវាថាអូពួកប្រឆាំងជេរគ្នាច្រើនណាស់អញ្ចឹងឲ្យគ្នាធ្វើជំទាវឲ្យចំតាត់ឲ្យគេនេះបន្តិចទៅដើម្បីឲ្យគ្នាបានស្គាល់ជាតិជំទាវអញ្ចឹងណាបងប្អូនអាហ្នឹងគឺជាយុទ្ធសាស្ត្រគេធ្វើយ៉ាងម៉េចដើម្បីឲ្យល្បីគេធ្វើយ៉ាងម៉េចដើម្បីឲ្យយើងជេរឲ្យយើងខឹងគេថាអូមីនឹងសមអង្គគេជេរសមអាចារ្យហ្វីជេរសមអ្នកនេះជេរអ្នកខ្លះរុញឲ្យខ្ញុំជេរអីមីខ្និចអីចឹងតែខ្ញុំមិនអត់ជេរគាត់ទេខ្ញុំគ្រាន់តែបញ្យល់ឲ្យគាត់គេហៅថាឆ្លាស់ខួរឲ្យអាខួរ1គីឡូ2ខាំនេះឲ្យវាចេះខួរឲ្យចេះឈឺខ្ញុំមិនមែននិយាយឲ្យតែម្នាក់នឹងឈឺទេឲ្យមេដឹកនាំឲ្យគណៈបកប្រជាជនអ្នកគ្រប់គ្រងគណៈបកប្រជាជនហ្នឹងហ៊ានផ្ដោតហ៊ានស្បត់ជាមួយខ្ញុំប្រវល់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតស្បត់គេហៅថាស្បត់តាមអនឡាញក៏បានដែរខ្ញុំពិបាកទៅស្រុកខ្មែរយើង live ស្បត់ហ្មងថាមានគេហៅថាមានពុកឲ្យលួយអត់លួចជាតិអត់មានយកលុយជាតិយកទៅសោកយកទៅប៊ូសប៊ូសលុយយកលុយជាតិមានពុកឲ្យលួយមានប៉ះពាល់លុយជាតិយកទៅប៊ូសមួយខែទាំងឪទាំងកូនយកទៅប៊ូស Facebook TikTok ទិញ Facebook ទិញ TikTok យកទៅប៊ូសយកលុយជាតិពាក់ព័ន្ធនឹងលុយជាតិអត់ឥឡូវហ៊ានស្បត់ជាមួយខ្ញុំបើថាស្អាតស្អំប៊ូសនឹងលុយខ្លួនឯងទេអត់មានពាក់ព័ន្ធជាមួយនឹងលុយជាតិអីហ៊ានស្បត់ជាមួយខ្ញុំបើស្បត់ដាក់ជីវិតហ្មងឥឡូវដូចស្បត់ដូចខ្ញុំរៀបរាប់ខាងលើនឹងហ៊ានស្បត់ឲ្យធ្លាក់កប៉ាល់ហោះជិះឡានកឡាប់ឡានជិះទូកកលិចទូកឲ្យកពើស៊ីឲ្យឆ្លាមចឹកអត់ឥឡូវហ៊ានអត់ខ្ញុំគ្រាន់តែដាក់ជីវិតយកមកធ្វើដើមទុនជាមួយគ្នាហ្មងខ្ញុំអត់មានអីក្រៅពីជីវិតទេយើងយកជីវិតមួយដូចគ្នាមកកើតមកមួយជាតិងាប់ដូចគ្នាកើតមកមួយជាតិធាតមួយចានងាប់ទៅគេដុតចោលងាប់ទៅគេកប់ចោលស្អុយដូចតែគ្នាហ្នឹងឥឡូវហ៊ានអត់បើសិនបើនិយាយមិនចាំបាច់លៀបពណ៌ទេបងប្អូនយើងនិយាយតែបញ្យលតការពិតទៅឲ្យបងប្អូនអ្នកដែលយល់ឲ្យគាត់យល់បើអ្នកដែលមិនយល់ទេទោះបីបងប្អូននិយាយជេរមិនក៏អត់យល់ដែរតែយើងនិយាយហេតុផលបើហេតុផលប៉ុណ្ណឹងគេគាត់អត់ស្ដាប់ទៀតអូខេឲ្យពួកគាត់ចុះនរកតាមដំណើរឲ្យពួកគាត់នាំជីដូនជីតាគាត់ពូជម្បោគាត់ពួកគ្រប់ត្រលើកជើងត្រពងហ្នឹងឲ្យវាចុះនរកគ្នាវាហ្នឹងទៅកុំទៅជេរវានាំតែបាបទេ